សូមអនុមោទនីព្រោះយើងមិនដែលបានស្ដាប់លោកគ្រូផ្ទាល់ទេឥឡូវថ្ងៃនេះបានផ្ទាល់ហើយឃើញទាំងប្រភពទៀតបើចឹងសូមឲ្យយាយតាទាំងអស់សូមស្ងាត់មាត់ណាលោកណាធម្មទានឈ្នះអស់ទានទាំងពួងចាសូមអនុមោទនីបើចឹងមុននឹងព្រមសូមសូត្រធម៌ជាមួយខ្ញុំមកបត់សិនណាលោកណារីកេរិយាអ្នកមាសកាថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ប្រភាអង្គនោព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយសូមអនុមោទនីស្ដាប់ព្រះធម៌ទាំងអស់គ្នាគ្រប់ព្រះអង្គគុណម្ចាស់អើយអនុមោទនីបបិទ្ធលោកគ្រូព្រះករុណាគង់លើអាសនាសាងសំរុំដឹកនាំទេសនាប្រងយើងខ្ញុំដើម្បីអប់រំកាយវាចាយើងខ្ញុំទាំងអស់ត្រូវលេចលងចុះក្នុងហើយអន់លង4ប្រការអន្លងទី1គឺកាមាដោយពេញសោតាក្នុងកាមគុណអន្លងទី2ភាំងវោខាំងណាទាញសត្វណាយទំលាក់ក្នុងអន្លងវិលកើតវិលស្លាប់ជានិរន្តរ៍អត់មានឈប់ឈរក្នុងភពម៉ាយ3អន្លងទី3ទឹកដោខាំងណាទាញសត្វណាយទំលាក់ក្នុងអង្គវជ័យព្រោះទឹកថេងយល់មិនប្របីបុណ្យក្តីបាបក្តីអត់អំពើដូចឆ្នាំងលោកគ្រូដឹកនាំមកដល់ពួកយើងខ្ញុំឲ្យបានធ្វើឆ្លងផុតវាល3សពអន់លើសុំនាំគ្រាធ្វើសាងទៅឲ្យមុខសូមអនុមោទនីសូមអនុមោទនីពុទ្ធបរិស័ទសូត្រធម៌ទាំងអស់គ្នាទៀតណាយេចាពុទ្ធាហតៃតាចាយេចាពុន្ធាអនាគតាចោបាណាចាយេពុទ្ធាអហង្វន្តិមិសាពតិយេចាធម្មេហតៃតាចាយេចាធម្មេកតាបញ្ចោបាណាចាយេធម្មេមេសាពតិយេចសង្ឃេហតៃតាចយេចសង្ឃេអនាគតាចោបាណាចយេសង្ឃេអហង្វន្តិមេសាពតិ
ខ្ញុំសូមនមស្ការលើកហាត់ថាអនសេរស័យបងគុំកូនទាំង3ពលលើលោមត្រៃលោកាបុណ្យកោកសាលឲ្យបានដល់យើងខ្ញុំណាពេញពោស្មាធិរាដូចចលសាធំទូលាយសូមឲ្យកុំចានបងអពមង្គលទាំងឡាយជាចេញចាឆ្ងាយក្តីអន្តរាយកំបីមានដោយកម្លាំងអនុភាពបញ្ញលាជាប្រធានបញ្ញរាសីមានសូមអានសានកុំមានមួដោយគុណអ្នកមាសកាត្រៃរតនារសាគួសូមអានិសង្ឃនោះដាក់អរគុណវានអង្គខ្ញុំសូមថ្វាយបង្គំឈ្មោះព្រះបរមមេចេតិយព្រមទាំងព្រះសារីរកធានព្រះពុទ្ធនិងមហាពុទ្ធិព្រះករុណាទៅអង្គលោកអោយមកសូមលើកំបងអញ្ជលេនឹងព្រះពុទ្ធរួមដំណងហោព្រះមោនីដែលឋិននៅក្រុមទីដោយដែលចេនៃគុណព្រះមានបុណ្យពីពួរតែតែរំលួរដល់គុំតែអន្តរាយសូមឲ្យខ្ញុំបានសូមព្រាចាត់ទុកផលទាំងកាយសត្វត្រូវដូចយ៉ាងឆ្ងាយសូមឲ្យខ្លាយមកជាមិនសូមទន់ព្រះអារីយ៉ាងមេត្រីត្រៃវិសុទ្ធសូមបានឃើញធម៌เป็นសម្បូរចិត្តគណៈហងទុក្ខបតាចនទុក្ខាភយាបតាតិជាសោកាបតាចនិសោកាហោទុសាពេពិបានេណោសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុងសូមឲ្យជាសានបានសេចក្តីទុកទៅហើយនៅភ័យសូមឲ្យជាសានបានភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសានបានសេចក្តីសោកទៅហងអ្នកមេការៈនុភាវេនហន្ថ្វាសាពេឧបតវេអន្តរាយាភពញ្ញាសន្តោអាសេសតោដោយអនុភាពនៃកិរិយាអ្នកមាសកាថ្វាយបង្គំសូមឲ្យកុំចានបងឧបទ្រពទាំងឡាយទាំងពួងទាំងសេចក្តីអន្តរាយទាំងឡាយជាអនាគតចូលឲ្យវិនិច្ឆ័យទៅកុំបីមានសេសសល់ឡើយសូមអនុមោទនាអ្នកមត្ថុរតនតយសាខ្ញុំព្រះអង្គម្ចាស់សូមនមស្ការក្រាបថ្វាយបង្គំឧទ្ទិសដៅចំពោះកូនកែវទាំង3ព្រះពុទ្ធរតនៈបឋមរតនៈព្រះសង្ឃរតនៈដែលជាកែវដ៏ឧត្តមឧត្តមប្រសើរខ្ពង់ខ្ពស់នៅក្នុងលោកសូមនមស្ការលោកម្ចាស់គ្រប់ព្រះអង្គដែលមានប្រវត្តិមានក្នុងឱកាសវេលាគ្រានេះមានព្រះគ្រូចៅអធិការវត្តព្រៃតប់និងលោកម្ចាស់និមន្តមកពីខាងវត្តមហាមន្ត្រីរាជធានីភ្នំពេញដឹកនាំពុទ្ធបរិស័ទនិមន្តមកចូលរួមប្រគុណម្ចាស់សំនួនពនាមអ្វីដែរទៀនពិតសំលេងពិរោះសំនួនវោហាសាសាប់ល្អលោកពនាមអ្វីពុទ្ធបរិស័ទអត់សុំស្គាល់គុណដែរលោកម្ចាស់អូអញញឹមស្រស់ណាលោកម្ចាស់ណវោហាសាសាប់កណាសំលេងល្អខ្ញុំកណានៅក្រៅឬសំលេងវោហាសាសាប់ប្រភៈក៏ស្រស់ស្អាតគុណចាស់ញឹមស្រស់ណាវត្តមហាមន្ត្រីនិមន្តមកថ្ងៃនេះនិងនមស្ការលោកម្ចាស់គ្រប់ព្រះអង្គមានប្រវត្តិមានក្នុងឱកាសវេលាគ្រានេះដោយសេចក្តីគោរពសូមធ្វើសមានចិត្តដល់លោកគ្រូបូនជាសូមាលានៅក្នុងការស្រឡាញ់រាប់អានក្នុងធម្មញាតិក្នុងសង្សារវដ្តហើយគោរពលោកយាយលោកតាពុកម៉ែបងប្អូនប្រុសស្រីទាំងអស់ដែលបានក្រុមជើញមកចូលរួមក្នុងកម្មវិធីបុណ្យឆ្លងផ្ទះបាយបន្ទប់ទឹកសមិទ្ធផលនានា
នឹងដើម្បីប្រមូលប្រាក់កសាងព្រះវិហារជាបន្តព្រះសុខាចារ្យនាំសុភ័ត្រាព្រះគ្រូអនុគុណស្រុកកំពង់ស្វាយខេត្តកំពង់ធំរួចម្សាហើយនៅព្រឹកថ្ងៃអាទិត្យ3រោចរនោចខែបកុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី16ខែមីនាឆ្នាំ2025ដាក់នៅក្នុងប្រូក្រាមសម្ដែងធម៌ពោលធម៌ម៉ោង8កន្លះឥឡូវម៉ោង10កន្លះហើយអធិស្ឋានពុទ្ធបរិស័ទសុខសប្បាយទាំងអស់គ្នាទេទានសុខសប្បាយបាទលោកយាយលោកតាក៏រុំជើញមកថ្ងៃនេះហើយពុទ្ធបរិស័ទខ្លះក៏បានឃើញនៅមុខខ្ញុំកណាធ្លាប់ស្គាល់ពុទ្ធបរិស័ទខ្លះក៏មិនដែលឃើញមុខមិនដែលឃើញភក្ត្រាដោយបាសិកានៅព្រៃតហ៊ូណាបាសិកាអីគេពៅលុយពៅបាសិកាលុយពៅជើងលោកគ្រូដល់កន្លែងបាទចំណាំទេចូលប៉ុស្តិ៍វិទ្យុទេចូលវិទ្យុនិងចូលបន្តផ្ទាល់ហើយលោកគ្រូប្អូនខាងស្ដាំណាលោកគ្រូជាសមាលាកាលនៅប្រសង់ទេសនាល្បីល្បាញក៏ក្រើករាជធានីភ្នំពេញលោកគ្រូប្អូនជាសមាលាបរោះសង្ហារៀងសង្ហាល្អណាតែតោះដាក់ដៃចកេះណែពុទ្ធបរិស័ទដាក់ដៃចកេះតើហើយខ្ញុំកណាអត់ដាក់ដៃចកេះផងអ្នកណាខ្លាំងជាងលោកយាយលោកតាមើលអត់ដាក់ដៃមិនគ្រូជាងអន់តែកពស់ជាងតើមើលណាអូកំដាក់ខ្ញុំណានៅមុខស្រស់ញឹមយ៉ាងនេះលោកគ្រូបងអូនកាន់តែខ្ពស់រៀងសង្ហាតែតោះដាក់ដៃចកេះហើយលឺសូក្រេកក្រកណាអកូនណាបានក្រុមអញ្ជើញមកថ្ងៃនេះមកដល់មុនខ្ញុំកណាខ្ញុំលោកគ្រូបងអូនជាសមាលាហើយពុទ្ធបរិស័ទយើងរួបរวมសាមគ្គីគ្នានេះគឺសុទ្ធតែជាអ្នកមាននៅសទ្ធាជ្រះថ្លានៅក្នុងពុទ្ធសាសនាបានយើងធ្វើបុណ្យកុសលទៅកើតហើយមុននឹងយើងទៅដល់ព្រះនិព្វានពុទ្ធបរិស័ទក៏បីពិចារណាទៀតណាយើងធ្វើបុណ្យនេះគឺដើម្បីសម្មាបដិបទាសម្មាបដិបទាជាវិវន្តៈគាមនីកុសលដែលយើងធ្វើនេះគឺប្រាថ្នាដើម្បីរួចចាកទុក្ខដល់នៅព្រះនិព្វានជាចតុភូមិកធម៌ចតុភូមិកធម៌ហ្នឹងគឺកុសលដែលយើងធ្វើដើម្បីរួចចាកទុក្ខដល់នៅព្រះនិព្វានធ្វើនៅក្នុងកាមាវចរៈកុសលសពថ្ងៃនេះយើងកើតមកនៅក្នុងបញ្ចវោការភូមិដែលមានខណ្ឌ5ទាំងអស់នៅក្នុងពិភពលោកទាំងប្រសង់ទាំងក្រហោះក៏ដោយគឺនាំមកនៅសេចក្តីទុក្ខនាំមកនៅសេចក្តីទុក្ខទាំងអស់លោកយាយលោកតាអង្គុយយូរសពួនជើងហ្នឹងទុក្ខឬមិនទុក្ខលោកយាយលោកតាទុក្ខលោកគ្រូប្អូនឈឺចកេះហ្នឹងទុក្ខឬមិនទុក្ខហើយចង់ឈឺអញ្ចឹងទេចង់ទេរបស់ណាដែលមិនអាចស្ដាប់បង្គាប់ទៅតាមអំណាចចិត្តរបស់យើងរបស់នោះឯងជារបស់អនត្តាមិនអាចស្ដាប់បង្គាប់បញ្ជាទៅតាមអំណាចចិត្តរបស់នរណាទេយើងកើតមកនៅក្នុងបញ្ចវោការភូមិដែលមានខណ្ឌ5នាំមកនៅសេចក្តីទុក្ខព្រះសម្មាសម្ពុទ្ធជាស្រេចនៃអ្នកប្រាជ្ញព្រះអង្គទ្រង់សម្ដែងថាណដ្ឋិខន្ធាសមាទុក្ខាសេចក្តីទុក្ខណាស្មើដោយខណ្ឌបញ្ចកៈស្មើដោយខណ្ឌ5នេះគឺអត់មានទេរូបខណ្ឌកំណោនៃរូបលោកយាយលោកតារស់នៅនេះកំពុងអង្គុយស្ដាប់ធម៌នេះមហាភូតរូប4ឧបាទេយរូប24នឹងគេហៅថារូបខណ្ឌជារូបធម៌វេទនាការសោយអារម្មណ៍ពុទ្ធបរិស័ទស្ដាប់ឮដែរទៀនស្ដាប់ឮដែរម៉ោងលោកម្ចាស់ឲ្យពោលធម៌ដល់ម៉ោង11កន្លះអត់អីទេលោកឆាន់កន្លះម៉ោង
ចឹងកុំបារម្ភណាលោកយាយលោកតាណាផ្ទៀងនៅសោតប្រាសាទស្ដាប់នៅពធពីព្រោះព្រះធម៌នេះគឺមានតម្លៃណាស់ជាធម្មោឱសថថោព្រះធម៌គឺជាថ្នាំជាឱសថសម្រាប់ព្យាបាលនៅផ្លូវចិត្តរបស់យើងទាំងអស់គ្នាដោយបដាចារានាងទៅជាខ្ជាសនំមត្តកោឈួតព្រោះតែការវិនិច្ឆ័យរបស់ជាទីស្រឡាញ់ក្រោយមកក៏ជាពីឈួតដោយសារមានព្រះធម៌គឺជាថ្នាំជាពីឈួតនាងកៃសាកោតមីដែលមានកូនប្រុសម្នាក់ជាទីស្រឡាញ់ក្រោយមកក៏នាងជាសះស្បើយពីជំងឺការយំការសោកព្រោះការស្ដាយស្រណោះកូនដោយសារតែព្រះធម៌នាយកាលៈឪពុកនឹងជួលឲ្យទៅស្ដាប់នៅពធក្រោយមកក៏ស្ដាប់ធម៌យល់បានទៅជាព្រះអរិយបុគ្គលថ្នាក់សោតាដោយសារតែព្រះធម៌កាលៈនឹងពីមុនឡើយគិតតែពីដើរលេងពាលីអាវាសែគ្រប់សពបែបប្រការក្រោយមកក៏យល់ដឹងអំពីធម៌ដ៏មានអត្តន័យអត្តរសដ៏ស៊ីជម្រៅចឹងពធនេះមានតម្លៃណាស់មិនអាចកាត់ថ្លៃបានទេពុទ្ធបរិស័ទទាំងឡាយរូបខណ្ឌគំនោនៃរូបវេទនាខណ្ឌគំនោនៃវេទនាប្រែមកតការសោយអារម្មណ៍លោកយាយលោកតាម្ដងទៅក៏សប្បាយម្ដងទៅក៏កើតទុក្ខមែនឬមិនមែនពុទ្ធបរិស័ទឥឡូវកំពុងតែស្ដាប់ធម៌សប្បាយទៅផ្ទះវិញមួម៉ៅនឹងកូនចៅជុំកាលជេរកូនចៅទៀតអត់ទេហ៎មានលោកយាយចៅម្នាក់គាត់ទេចូលវិសុគាត់ថាលោកគ្រូដងច័ន្ទនេះយាយកណាកាលគាត់មិនតាន់ទៅអីធ្វើវិបស្សនាស្លូតដល់តែពេលទៅធ្វើវិបស្សនាកម្មដ្ឋានមកវិញសូម្បីតែមន់ក៏គាត់ជេរដែរហើយទៅសុំសិលប៉ះសិលអីលោកគ្រូបងអូនវិបស្សនាហ្នឹងគឺអប់រំនៅផ្លូវចិត្តសមាធិហ្នឹងគឺអង្គធរឯកកតាការផ្គងអារម្មណ៍តែមួយដោយលោកយាយលោកតាបើស្ដាប់ធម៌អត់មានសមាធិរវល់តែឧទ្ធចៈដែនដងអត់យល់នៃជំរឿនៃពធទេតលតែមានឯកកតាសមាធិការផ្គងអារម្មណ៍តែមួយបានស្ដាប់ពធយល់បានយល់នៅពធសមាធិហ្នឹងគឺការផ្គងអារម្មណ៍តែមួយហើយនៅពេលដែលយើងស្ដាប់ធម៌ទៅក៏យល់ច្បាស់មាននៅវិបស្សនាអង្គធម៌គឺបញ្ញានឹងយល់ដឹងអំពីទុក្ខសាចអ្វីទៅដែលហៅថាទុក្ខសាចសភាវៈជាទុក្ខសមុទយសាចហេតុដែលនាំឲ្យកើតទុក្ខនិរោធសាចផ្លូវសេចក្តីរលត់ទុក្ខមគ្គសាចផ្លូវដើម្បីរំលត់បងនៅសេចក្តីទុក្ខវេទនាហ្នឹងគឺការសោយនៅអារម្មណ៍ជាវេទនាចេតសិកយើងមានទាំងអស់ទី3សញ្ញាខណ្ឌគំនោនៃសញ្ញាជាសញ្ញាចេតសិកយើងចាំរឿងល្អយើងចាំរឿងមិនល្អស្រាប់បានទេពុទ្ធបរិស័ទនឹងគេហៅថាសញ្ញានៅក្នុងយើងទាំងអស់គ្នាហ្នឹងទី4ហ្នឹងគឺសង្ខារខណ្ឌគំនោនៃសង្ខារហ្នឹងគឺបញ្ញាពិសង្ខារអបញ្ញាពិសង្ខារអនិញ្ជាពិសង្ខារសង្ខារហ្នឹងគឺការបច្ច័យប្រជុំតាក់តែងបុណ្យនិងបាបនៅជាមួយគ្នាទាំងអស់ចេតសិកទាំងអស់មាន52ដួងលោកគ្រូប្អូនជាសមាលាក្នុងចំណោមចេតសិកយើងដកវេទនាចេតសិកចេញវេទនាខណ្ឌជាវេទនាចេតសិកសញ្ញាខណ្ឌជាសញ្ញាចេតសិកអញ្ចឹងចេតសិកទាំងអស់52ដក2នៅសល់ប្រមាណមកឆ្លើយមើល52ដក2សល់ប្រមាណសល់50នឹងឯងគឺជាសង្ខារខណ្ឌគំនោនៃសង្ខារចេតសិកហ្នឹងគឺអារម្មណ៍ដែលកើតរលត់ជាមួយនឹងចិត្តទាំងអស់មាន52មានសោបនៈចេតសិកសោបនៈសាធារណៈចេតសិកអកុសលចេតសិកអញ្ញសមានាចេតសិកមាននៅក្នុងនឹងទាំងអស់លោកគ្រូប្អូនចឹង50ហ្នឹងគឺជាសង្ខារខណ្ឌចំណែកខណ្ឌទី5វិញ្ញាណខណ្ឌគំនោនៃវិញ្ញាណហ្នឹងគឺសំដៅយកចិត្តដោយសង្ខេបប
89 ពឹស្ដា121 ដួងមហាកុសលចិត្តវិបាកចិត្តលោកុត្តរចិត្តហ្នឹងភាសាព្រះអភិធម្មមានកាមាវចរចិត្តយើងរាល់ថ្ងៃនេះហៅថាកាមាវចរចិត្តហើយចិត្តយើងត្រាច់រង្គាត់នៅក្នុងបញ្ចកាមគុណទាំងឡាយ5ប្រការរូបសម្លេងក្លិនរសសម្ផស្សផោតពៈទី2រូបាវចរចិត្តបានដល់ព្រំទាំង16ជាន់ទី3អរូបាវចរចិត្តចិត្តរបស់ព្រំទាំង4ជាន់មានអាកាសានញ្ចាយតនៈព្រំវិញ្ញាណញ្ចាយតនៈព្រំអកិញ្ចាញ្ញាយតនៈព្រំនេវសញ្ញានាសញ្ញាយតនៈព្រំរូបាអរូបាវចរចិត្តចំណែកលោកុត្តរចិត្តហ្នឹងគឺចិត្តរបស់ព្រះអរិយបុគ្គលចិត្តហ្នឹងដោយអត្ថកិច្ចហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងលោកគ្រូប្អូនជាសមាលាឥឡូវគោរពលោកគ្រូប្អូនចូលរួមព្រះអង្គឲ្យឃើញរូបកាយរបស់យើងនេះព្រះអង្គទ្រង់ឲ្យយើងទាំងអស់គ្នាទាំងប្រសង់ទាំងក្រហមក៏ដោយឲ្យឃើញរូបកាយហ្នឹងដូចជាឆ្នាំងរូបកាយរបស់យើងណាភេនុបិណ្ឌូប្រមាំងរូបាំងរូបមានសេចក្តីប្រៀបធៀបនឹងដុំនៃពពុះទឹកមួយទៀតហើយពពុះទឹកងាយបែកទេពុទ្ធបរិស័ទឆ្លើយមើលងាយបែកអត់ងាយមកឆ្លើយទាំងអស់គ្នាងាយទេងាយលោកគ្រូហើយជីវិតយើងរូបកាយយើងងាយទេងាយដូចគ្នាលោកគ្រូជួនកាលដើរទៅខ្យល់កោទៅក៏មានជួនកាលសម្រាននៅផ្ទះទៅក៏មានលេងដឹងខ្លួនក៏មានជីវិតយើងអត់ទៀងទេដូចឧបាសិកាម្នាក់ពេលល្ងាចគាត់មកស្រាប់ធម៌អញ្ចឹងបូជាបតិបធរទេសនាដល់ទៅពេលត្រឡប់ទៅផ្ទះវិញខ្យល់កោអត់តន់ដល់ផ្ទះផងឃើញទេរូបកាយប្រៀបឧបមាដូចជាដុំនៃពពុះទឹកចុះនាងកុមារិកាលោកគ្រូប្អូនមើលនាងមកស្រាប់ពធកូនជាងដំបានពេលដែលនាងត្រឡប់ទៅផ្ទះវិញឪពុកនឹងកំពុងតែសម្រានកាន់ដងត្រល់នឹងមិនដឹងតានាងធ្វើដំណើរទៅម៉េចឪពុកភ្ញាក់នឹងក៏យកដងត្រល់នឹងចាក់ចំកដាលដើមទ្រូងរបស់នាងស្លាប់នៅពេលហ្នឹងទៅគាត់អត់មានចេតនាទេឪពុកពីព្រោះគាត់ភ្ញាក់មកឆ្លើយមកលោកយាយលោកតាជីវិតយើងទៀងទេអញ្ចឹងបើអត់ទៀងអញ្ចឹងយើងត្រូវធ្វើម៉េចខំធ្វើបុណ្យខំធ្វើកុសលដាក់ទានរក្សាសិលណែដោយប្រគុណម្ចាស់វត្តមហាមន្ត្រីជាដើមដឹកនាំពុទ្ធបរិស័ទនិមន្តមកចូលរួមនៅវត្តព្រៃតប់ស្រុកកំពង់ស្វាយខេត្តកំពង់ធំដោយសារប្រគុណម្ចាស់ចង់បានបុណ្យទាំងខ្ញុំកណាក៏ដោយសុទ្ធតែចង់បានបុណ្យទាំងអស់បានខំមកមួយទៀតចង់ដើម្បីឧទ្ទិសកុសលទៅដល់ពុព្វបរិសពុព្វការីជនរបស់យើងដែលលោកបានបាក់បែកចែកឋានអំពីលោកនេះទៅកាន់បរលោកខាងមុខសំខាន់ណាស់យើងធ្វើបុណ្យអ្វីក៏ដោយសុទ្ធតែចង់ប្រាថ្នាទៅព្រះនិព្វានមែនឬមិនមែនលោកយាយលោកតាមែនអត់ធ្វើបុណ្យអ្វីក៏ដោយសុទ្ធតែប្រាថ្នាដើម្បីទៅព្រះនិព្វានមុននឹងយើងទៅដល់ព្រះនិព្វានតើតែមានអីហូបសិនដោយប្រសងរាល់ថ្ងៃនេះលោកគង់នៅក្នុងវត្តព្រៃតប់បួសហើយដើម្បីរួចចាកទុក្ខហើយចោះប្រសិនបើនៅក្នុងវត្តលោកទៅបិណ្ឌបាតអត់មានអីឆាន់ទេលោកយាយលោកតាអត់អញ្ជើញមកវត្តទេសួរថាមានប្រសងបួសទេឆ្លើយទាំងអស់គ្នាមានអត់ហើយញាតិញោមខាងនេះអត់ឆ្លើយទេមានប្រសងបួសទេបើអត់មានចង្ហាន់ឆាន់ហើយដល់ព្រះនិព្វានអត់យើងធ្វើបុណ្យព្រះនិព្វានជាការរួចចាកទុក្ខឧបាតិសេសនិព្វានអនុបាតិសេសនិព្វានចាកទុក្ខភូមិកធម៌វិវត្តដាក់គាមនីកុសលក្តីតែមុននឹងទៅព្រះនិព្វានអញ្ចឹងបានព្រះអង្គទ្រង់សម្ដែងប្រហែលថ្ងៃមុនយើងសម្ដែងនៅខេត្តកពតទៅលោកគ្រូប្អូនព្រះអង្គទ្រង់សម្ដែងពីសិលសមាធិបញ្ញាលំអបត់ដើមសមាធិលំអបត់កណ្ដាលបញ្ញាលំអបត់ខាងចុងបើសិលលំអបត់ដើមហេតុអីបានជានៅក្នុងពួកធម៌ទាំងឡាយព្រះអង្គទ្រង់សម្ដែងទានមុនសិលមិនដាក់សិលមុនទាន
ដូចបារមីទាំង30ព្រះអង្គសម្ដែងសិលបារមីមុនទានបារមីមុនសិលបារមីអនុពពីកថាទាំងឡាយ5ប្រការព្រះអង្គទ្រង់សម្ដែងទានកថាមុនសីលកថាបញ្ញកិរិយាវត្ថុទាំង10ហេតុអីបានព្រះអង្គទ្រង់សម្ដែងពីទានមុនសិលបើសិលលំអបត់ខាងដើមបានព្រះអង្គទ្រង់សម្ដែងសិលទានមុនសិលពីព្រោះសត្វលោកដែលរស់នៅបានព្រោះតែអាហារសាពេសត្តាអាហារថតិកាបានព្រះអង្គទ្រង់សម្ដែងអ្វីក៏ដោយឲ្យតែសម្ដែងព្រះអង្គទ្រង់តែងតែសម្ដែងទានមុនសិលស្ដាប់បានទេពុទ្ធបរិស័ទបានអត់ហើយលោកយាយលោកតាបើអត់មានកម្លាំងទេសុំសិលក៏អត់មើលបើអត់បានអីទទួលទានបាយទេមានកម្លាំងជើញមកសមាទានសិល8សិល10សិល5ទេមើលទៅប្រសងក៏ដោយបើអត់មានចង្ហាន់ឆាន់ទេលោកពាក់ស្បង់ចីវរកើតអត់មើលទៅមកឆ្លើយដោយត្រង់មើលអត់ទេអញ្ចឹងព្រះនិព្វាននេះគឺអស្ចារ្យណាស់សត្វលោកទាំងឡាយដែលរួចចាទុកទៅបានអាស្រ័យទៅលើការព្យាយាមពេញបុណ្យពេញកុសលលោកគ្រូប្អូនបញ្ជាក់បន្តិចមើលថាព្រះអង្គទ្រង់ឲ្យយើងទាំងអស់គ្នានេះពិចារណារូបកាយលោកយាយលោកតាចាំថាតាមខ្ញុំកណាខ្ញុំបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាឲ្យឃើញរូបកាយរបស់យើងទាំងអស់គ្នាដូចជាឆ្នាំងអីលោកគ្រូប្អូនព្រះអង្គឲ្យយើងឃើញរូបកាយរបស់យើងដូចជាឆ្នាំងនឹងឆ្នាំងអីឆ្នាំងស្ពាន់ឬក៏ឆ្នាំងដីឬក៏ឆ្នាំងយ៉ាងណាសូមលោកគ្រូប្អូនចូលរួមចំណែកក្នុងសេចក្តីនៃពធនឹងបន្តិចមើលសូមគោរពអញ្ជើញអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะណាខ្ញុំកណាសូមនមស្ការថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ខ្ញុំបាទសូមគោរពលោកគ្រូបងមហាបាសកពុទ្ធសាសនូបត្ថម្ភសិរីធរៈសទ្ធានុរៈកញ្ញាណដងច័ន្ទនីបាទដោយសេចក្តីគោរពសូមគោរពលោកអាចារ្យវត្តលោកគណៈកម្មការវត្តលោកយាយលោកតាពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់ដងអញ្ជើញមកទាំងនៅទីនេះនិងអញ្ជើញពីភ្នំពេញមកផងដែរសំណួរទី1ខាងដើមនេះសួរពីរឿងឆ្នាំងថ្ងៃនេះមកកំពង់ធំតែទេពីរឿងឆ្នាំងណាខេត្តស្រុកខ្មែរយើងមាន24 25ខេត្តហ្នឹងខេត្តដែលក្មេងជាងគេហ្នឹងគឺខេត្តយើងហ្នឹងខេត្តហ្នឹងឯងជាខេត្តដែលក្មេងជាងគេគឺកំពង់តាធំកំពង់តាធំមិនដែលចាស់មិនដែលធំសូវនៅតែកំពង់តាធំនៅហ្នឹងខេត្តហ្នឹងគឺក្មេងរហូតក្មេងជាងគេហើយខេត្តដែលចាស់ជាងគេខេត្តតាកែវហើយខេត្តដែលណាខេត្តតាក៏និយាយហ្នឹងហើយខេត្តសបោឆ្នាំងហ្នឹងខេត្តកំពង់ឆ្នាំងដល់ឆ្នាំងឯនេះហោះមកកំពង់ធំឆ្នាំងព្រះអង្គសំដែងនៅក្នុងធម៌ហ្នឹងគឺថាសំដៅញាតិញោមក្រាន់រលឺក៏យល់ជ្រាបដែរថាឆ្នាំងក្នុងទីនេះមិនមែនឆ្នាំងស្ពាន់ឆ្នាំងសំណឆ្នាំងដែកឆ្នាំងភ្លើងទេគឺឆ្នាំងដីបាទឆ្នាំងដីត្រូវហើយញាតិញោមឆ្លើយថាឆ្នាំងដីហ្នឹងត្រូវហើយបាទបើសិនជាឆ្នាំងហ្នឹងមិនមែនឆ្នាំងដីក៏លោកគ្រូមិនអញ្ជើញអរតនាមកសំដែងដែរពីព្រោះកំពុងសំដែងពីទុកសំដែងពីរូបកាយនេះប្រៀបដូចជាឆ្នាំងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងទីពេលបរិនិព្វានហើយនៅសល់តែ3ខែទៀតទេទ្រង់បរិនិព្វានព្រះអង្គសម្ដែងអញ្ចឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាភេជ្ជៈដីដែលស្មូនឆ្នាំងធ្វើហើយតេហរាបិចយេវុទ្ធាយេពាលាយេចបណ្ឌិតាអត្ធាជេវៈតលិទ្ធាចៈអត្ធាជេវៈតលិទ្ធាចៈសពេមច្ចុបរាយណា
ភេជ្ជៈដីដែលស្មូនឆ្នាំងធ្វើហើយបុគ្គលពួកជនណាណាឃើញទេពួកជនណាណាណាពួកជនណាណាទោះក្មេងក្តីចាស់ក្តីយាយអើយយាយតាអត់ខ្ចីឆ្លើយបកែហៅយាយអត់ហៅតាខ្ញុំខ្ជិលឆ្លើយគោរពសុំទោសបាទសុំគោរពហៅញាតិញោមទាំងអស់គ្នាទាំងតាមវត្ថុទាំងអីហ្នឹងគឺថាមិនបានទេហៅលោកគ្រូបងអាសាហៅភ្ញោចហៅបញ្ញាក់ហៅឲ្យភ្ញាក់ហៅឲ្យនឹកថាមកផ្លែទេចប់ឥឡូវហើយកុំព្រួយរឿងចង្ហាន់លោកហ្នឹងលោកប្រមឲ្យថាមកដណ្ដប់កន្លះលោកឆាន់តន់លោកម្ចាស់សក្រាចនៅក្រោយខ្នងស្រាប់ហើយទៅលើសម៉ោងលោកកេះឯងញោមមិនហួសញាតិញោមណាហួសលោកតែដោយសំខាន់ទៅគឺថាមានតែមួយថ្ងៃនេះគត់ដែលយើងបានជួបគ្នាមហាអ្នកខត្តរិកពិសេសវិសាលបានញាតិញោមមកជួបជុំគ្នាប្រភពបីដាសងរីទាំងព្រលឹមញោមអើយស្រស់ស្រាយសប្បាយចិត្តណាស់នឹកថាបានបដោះជាងខ្លះចឹងណាញោមណាហ្នឹងហើយឥឡូវហ្នឹងគឺថាពួកជនណាទោះបីក្មេងក្តីចាស់ក្តីពីលក្តីបណ្ឌិតក្តីអ្នកមានក្តីអ្នកក្រក្តីពួកជនទាំងអស់នោះទីបំផុតត្រូវតែស្លាប់ត្រូវតែបែកធ្លាយស្លាប់ឲ្យងាប់ស្លាប់ដូចគ្នាហើយចង់ងាប់នឹងស្លាប់ពីហ្នឹងមួយណាព្រោះជាងស្លាប់ព្រោះជាងហេបើតាមខ្ញុំថារស់ព្រោះជាងខ្ញុំមិនណាស្លាប់ព្រោះទេខ្ញុំឡើងរឹងក៏ព្រឹសបាទមកពីលោកគ្រូឯងសួរអញ្ចឹងហ្នឹងមកគេឆ្លើយអញ្ចឹងគឺពេលក៏ស្លាប់បណ្ឌិតក៏ស្លាប់មានក៏ស្លាប់ក្រក៏ស្លាប់អ្នកមកវត្តសុំសិលបុណ្យការហ្នឹងក៏ស្លាប់អ្នកនៅផ្ទះនោះក៏ស្លាប់តែទាំងអស់មនុស្សយើងចង់ក្រោយបងអស់ណាញាតិញោមហ្នឹងគ្រូបងសួរឧបមាទៅនឹងឆ្នាំងហ្នឹងឯងគឺថាគេយកទៅដាំឆ្នាំងហ្នឹងយកទៅដាំខ្ញុំដូចភ្លេចបល័យរឿងឆ្នាំងហ្នឹងណាកុម្ភៈហ្នឹងឆ្នាំងតែផ្លេចគាថាហ្នឹងដោយសេចក្តីលោកគ្រូអារតនាមកថាឆ្នាំងហ្នឹងទោះបីតូចក្តីឆ្នាំងមានឆ្នាំងតូចមានឆ្នាំងធំញាតិញោមកើតតន់ចំនួនឆ្នាំងជ្រាបហើយតែឥឡូវទេឆ្នាំងដែកអូចំនួនឆ្នាំងហ្នឹងប្រយ័ត្នណាស់ញាតិញោមណាហ្នឹងតែប្រហែលហ្នឹងធ្លាក់ទៅបន្តិចបែកបាត់ហ្នឹងរូបកាយយើងដូចឆ្នាំងអញ្ចឹងខ្ញុំជម្រាបឆ្នាំងដីដែលស្មូនឆ្នាំងធ្វើតូចក្តីធំក្តីឆៅក្តីឆ្អិនក្តីឆ្នាំងនោះឯងទីបំផុតត្រូវតែបែកហើយយើងទាំងអស់គ្នាហ្នឹងគឺទីបំផុតត្រូវតែស្លាប់នេះអង្គុយស្ដាប់ធម៌ហ្នឹងប្រយ័ត្នភ្លេចខ្លួនហើយយើងបន្តិចទៀតងាប់អស់ហើយណាមកប្រាប់រឿងហ្នឹងមកតាំងពីពេញមកប្រាប់រឿងហ្នឹងនិយាយក្រែងលោភ្លេចអីណាភាសាឆ្នាំបដាហើយនោះមើលកបោពោសាប្រេងកាឡាហ្នឹងគេឲ្យហេតុគេឲ្យសាគេឲ្យទូតមកជរាជមកបដាថ្មិញចាប់ដើមអង្គើមួយអាលើហ្នឹងមិនតាន់ដល់ទៅបន្តិចណាហ្នឹងសពគ្រប់បែបយ៉ាងវ៉ែនតាហ្នឹងគេឲ្យមកដែរហ្នឹងគេឲ្យទូតមកជរាជគេឲ្យមកគេហៅថាទូតអ្នកនាំដំណឹងពីមកជរាជគឺសេចក្តីស្លាប់មកគឺដូចជាវ៉ែនតាដូចជាថ្មិញបាក់ដូចជាសក់ស្កូវដូចជាចកេះខ្នងកោងអីចឹងណាញោមណាទូតរបស់មច្ចុរាអញ្ចឹងសូមឆ្លើយខ្លីប៉ុណ្ណឹងហើយរូបកាយយើងនេះញោមមហាសែនអន់អើយអន់រូបកាយយើងនឹងអន់ជាងពងមាន់នេះស្គាល់ពងមាន់ដែរពងមាន់ហ្នឹងពណ៌អីសហេសពងទាសោះសក្រៅពងមាន់ណាមូសចុចធ្លុះអត់ទេណាចុះរូបកាយយើងនេះណ៎អន់ជាងពងមាន់មែនថាមែនអ្នកកំពុងធំមើលអន់ជាងពងមាន់សម្រាប់តដាក់មុងបាទសូមគោរពជូនសំណួរលោកគ្រូបងវិញចម្លើយគឺឆ្លើយត្រង់ថាកន្លែងនេះសំដៅយកឆ្នាំងដីណាទៀតណាដែលពុទ្ធដីកាព្រះអង្គទ្រង់ត្រាស់សម្ដែងក្នុងទីនេះមិនមែនឆ្នាំងដែកឆ្នាំងសំណទេបាទសូមគោរពជូនលោកគ្រូបងវិញណាទៀតណាសូមអនុមោទនាសាធុអរគុណលោកគ្រូបងអូនជាសុមេលា
mới lục dây lục tá chăm tha tam nhung cả này nhung bàn mùi phía trên nè đấy đại small chẳng thơ tôi thông chồng tơ chân cái đây chào cái đây rồi men trâu bay bom này chia đấy khai chia ật này nơi ti bồng phật nu giang nam minh chi vật sạt lố chư rư ật rô vì dọc tọ slot rồi men trâu slam chào cài cọp đốt nơi ti bồng phật có đôi chân nó đây men rừng mình men bột bò sát lục rùp ôn mìa lia chả nằm tê ti bồng phật bà mình đốt cứ cọp ti bánh chọp bà mình cọp cứ đốt đạp bàn tê nè công pông xoay nâng sai lục rùp ôn chia sổ mìa lia chả nằm tê ti bồng phật bao mình đốt cọp ti bánh chọp bao mình cọp đốt chẳng rụp ca rồi bao giờ nâng priệp ốp ở má đôi chỉ chăn năng không tì nấy mình men chăn năng spawn mình men chăn năng đấy cứ chăn năng đây ạ nằm mô tần đi đây lấy sầm nua mùi tiệt sầm nua mùi tiệt là group ôn mì lìa hai ấy ban chia prepot chân ở sấy pra ong ngồi san lô tiếng pra song cả đôi tiếng cỏ hoa mà nu tê và đa nè đại ca ởក្នុងបញ្ចvô caរភូមិភូមិដែលមានខណ្ឌ5ចាក់តោvô caរភូមិភូមិដែលមានខណ្ឌ4អេកvô caរភូមិភូមិដែលមានខណ្ឌតែមួយក្តីសត្វលោកទាំងឡាយកើតឡើងនៅក្នុងសមុទ្រវាលវត្តសង្សារឲ្យថែវត្ថុតែមួយគឺថែនៅផ្លូវថែអីគេថែនៅផ្លូវចិត្តហេតុអីព្រះអង្គទ្រង់ឲ្យសត្វលោកទាំងឡាយថែវត្ថុតែមួយគឺថែនៅចិត្តតើចិត្តនឹងសំខាន់យ៉ាងណាបានជាព្រះពុទ្ធអង្គទ្រង់ឲ្យសត្វលោកថែរក្សានៅផ្លូវចិត្តរបស់យើងឲ្យបានល្អសូមគោរពអញ្ជើញអនុមោទនាសាធុគ្រប់អរគុណលោកគ្រូបងណែសំណួរទី1រឿងឆ្នាំងដីឥឡូវសំណួរទី2រឿងថែចិត្តថែបេះដូងថែអារម្មណ៍ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាឮសូរថាចិត្តអញ្ចឹងទៅក៏ដឹងថារបស់មួយនេះប្រហែលមិនបានទេញាតិញោមមើលណែចិត្តនេះឯងគឺថាហ៊ានតែប្រហែលតែបន្តិចមិនការពារមិនថែរក្សាមិនគ្រប់គ្រងមិនទូមានគឺថាមានសេចក្តីទុក្ខមានសេចក្តីលំបាកកើតបាបកើតអកុសលមួយរំពេចភ្លាមដល់អញ្ចឹងឯងញាតិញោមហ្នឹងហើយគឺរបស់ដែលពិបាកថែរក្សាជាងគេគឺចិត្តនេះឯងញាតិញោមគេផ្ញើចៅឲ្យមើលឲ្យថែគេផ្ញើផ្ទះឲ្យមើលឲ្យថែគេផ្ញើស្បែកជើងផ្ញើខោអាវផ្ញើកាបូបស្រួលថែទេញាតិញោមណាហ្នឹងហើយស្រួលថែរក្សាទ្រព្យគេមរតកម៉ែឪចែកឲ្យប៉ុន្តែរបស់ដែលពិបាកថែមួយទៀតគឺផ្លូវចិត្តរបស់យើងទាំងអស់គ្នាហ្នឹងអង្គុយអញ្ចឹងសុកទេញាតិញោមតែមានរឿងអីដែលត្រូវខឹងវឹបភ្លាមហ្នឹងអត់មានចាំស្អែកទេហ្នឹងអត់មានចាំស្អែកទេថ្ងៃក្រោយពេលដែលត្រូវខឹងមកដល់ល្មមតែឲ្យខឹងហ្នឹងយើងប្រាប់ចិត្តថាចេះចិត្តអើយចិត្តណែចិត្តអាស្អែកចាំខឹងថ្ងៃហ្នឹងថ្ងៃសិលហើយនៅថ្ងៃបុណ្យផ្កាចិត្តអានៅសាលាឆាន់ណាចាំស្អែកទៅចាំខឹងហើយបើលោកគ្រូបុត្រសវងរបស់ខ្ញុំផងគាត់ថាបើកំពុងខឹងអញ្ចឹងទៅមុជទឹកយកទឹកចាក់មកផ្ទាល់មកមេត្តាចាក់ឈូមកទិញមេត្តាទៅចាក់ទឹកមកផ្ទាល់មកមេត្តាចាក់ឈូមកគេណាទៅជាហើយបើមិនទៅជាធម្មតាពេលមនុស្សយើងពេលខឹងមុខយើងយ៉ាងម៉េចមុខញាតិញោមមុខយើងណា
nè một dưỡng cứ tha pe khăn nâng một mình sưu tê một nâng nhôm đằng ọc nè nâng cả đôi một nhom cả đôi nhôm thu lọc lưỡi dạ thế dân từ mơ cái chợ tới pe dân khăn một dân hay sọ dân à pe khăn nâng dân từ mơ cái chợ tới dân khơi dạ nơi nông cái chợ nâng cứ nè nè khăn cào nâng nhật nhôm bột bò sạt sầm mày bột cá miền bị khẩu mà óng lục tròn bùa sọc chẳng có bông bọc bật pram chạ dạ thô sáp tờ lục cá chật riêng mì ấy nhật nhôm mở cá chật riêng mì ấy hãy từ chan được tè học ba sợi cá để lục miền cá sầm rạch mẹ phò thna ana kia mì bọc cổ nè mì tất cả mì đa nướng chẳng từ lục trong chan ấy niềng đăng chật lục đã mà hộp trâu lục trong chan chẳng ngay nhật nhôm thật vợ bon vợ tiền ấy nấc từ mai nấc từ ơi để chai than từ ngày na cổ chắp chài cả lại na cổ mì xua cái nấy và cây lục nó tặng ngày nó ngày 4 or 4 cửa xó chun mai chun bốc năng ấy đó là pe bán từ xua lô cái ná hay lô nó miền trôi chặt chắp chài nâng mì xua nó lục trôi chặt bọ nó trôi chặt mà chui nó ở lại cất mấy sầm rai tam lục trong chán rồi sầm rai tam dương trong tam mai tam bốc để chai than tới cái nấy tam mai tam bốc á lục trôi chặt mình trôi chặt hay tới á lục chan mình cá có hay tới á năng nọ nhôm sợi ta tam lục tới mà chu tư năng tăng cái bật tới xây của ban đang nhận nhôm ná tam mai của ban tam lục của ban còn là ta bật tam mai lục chan sợi ban trơn tại dương ngọt tư tới men ngọt tư sầm lo bài tới dương ngọt tư bon tới đã nhận nhôm nó năng chẳng giang na mình miệt tất cả miệt đá nó đăng bật tây lục ấy đăng bật tây lục trong chăn ấy niềng đăng riệp trong tam đời lục trong nó lục rai chật miệt tất cả miệt đá hay từ chùa pre thà mà niềng miệt tất cả miệt đá na tu bằng cung chia bật thoi chôn hay niềng chia bậc cô là na kia mi đăng chật nhom bảo ông tầng o chẳng bảo ông prap thà niềng cho anh này bị khâu nè cho thay là xa rồi bỏ mà giang ở ban cái đấy năng thay là xa rồi bỏ mà giang ở ban 300 sắc 300 thì môn tư đồ ti tăng ti cả lại cùng nơi lai chẳng rồi bỏ mà giang nó rồi bỏ ấy tới bỏ ông cứ bỏ ông trung ao thay là xa chất ổ tao môi nó miên ấy bà bá lục tao lọp tao vĩnh thay là xa bật tây rồi bỏ lục chất rồi bỏ lục ban là o ngọc rồi ngọm chẳng tới ban sầm ra chỉ preha rồi hòn tới nhận nhôm mở đòi xa con tay là xa plei chất tại bà năng chẳng nhận nhôm tầng ọc như không chỉ vật dân 100 ngày ní sọc ở đây tục ở đấy cứ sầm rạch màu pi chất năng sọc ở đây tục ở đấy sầm rạch màu pi chất bởi chất sầm rạch ta sọc nhận nhôm ban sọc pin mỗi ngày ở nhâm chẳng tay bởi chất năng ca túc còn miền sực đây lồng bạ pin mỗi ngày chẳng tay nhận nhôm ná nhận nhôm rộp an kia tập bóng cứ mơ lối mơ tật chất mơ lối rồi mơ tật chất rộp an kia tập bóng á mà nuôi dương rộp an kia cứ mơ tật mơ tật chất hay là cừu bong chơi mau bật tiền thom mà đo cái bông xoay cái bông thom dương ní nơi không dương không chay chẳng ai nhớ mẹ không chay nơi hôm prey tục cứ tha là cừu bong chơi máu đôi tật chất ná nhận nhôm tên chơi là cừu bong máu nó cứ tên chơi tới đôi tật chất và bay đa sóng lô co sang vọt dương ní ha cho môi lô cả cha cả nạ cầm cá co sang đôi tật chất nhận nhôm chơi bị nôm pin mau mà lan cho môi bờ côn mà cha vọt mà ham tray ấy nắng niệm bon mau nhận nhôm tầng o kia nơi tem nơi sọc mà nom kia mà vọt làm mà bon cao pin để vọt mau để xa ấy mau để xa tất chất đôi kia vừa tiền vừa bon năng cứ sầm rạch mau pi plei chất năng sầm khăn chiêng kề nhận nhôm ná sầm rạch tới chỉ bon sầm rạch tới chỉ báp cứ sầm rạch nơi trong plei chất này anh nhận nhôm tầng ọc này chẳng rồi bỏ mà giang đại bảo ông trong ao để xa cứ tật chất ní đời xa tật chất ní ao sọc phong ao tục phong đo sạt lục tầng ọc này xôm mô tần ní tật chất là o tầng ọc này nát tới nát xôm đã xa chất vừa chất ai là o chấm rẽ chất để ban sát tầng ọc này đầm bấy rẽ xa nơi độc bỏ ở đó miền đầm lấy cứ pre ratana trai nâng bon của so rồi bao dương nằm bay vơi đầm ná từ cán pre nở pin xôm mô tần ní sa thu pre sama sampot bỏ ông trung ao thay vật thổ tay muối cứ thay nở chất ở ban lỗ bây giờ thay plei chất ban lỗ
แต่នៅតាណាក៏សក់ដែរមែនឬមិនមែនពុទ្ធបរិស័ទបើយើងថែអត់បានល្អទៅនៅតាណាអត់សក់ទេដូចឆ្កែអង្គេស៊ីអញ្ចឹងទៅនៅតាណាក៏អេសទៅតាណាក៏អេសអញ្ចឹងបើយើងអត់ថែផ្លូវចិត្តរបស់យើងទៅនៅតាណាក៏លំមាស់ដែរគឺអត់បានសក់ទេអត់បានសក់ទេដូចលោកគ្រូប្អូនលើកឡើងអញ្ចឹងមេតិកៈមេដានិមន្តភិក្ខុសង្ឃទៅនៅវត្តគាត់ជាព្រះអរិយបុគ្គលថ្នាក់ទី3គាត់អាចដឹងចិត្តណាគិតអីក៏គាត់ដឹងដែរអស្ចារ្យណាស់មេតិកៈមេដាឧបាសិកាម្នាក់នឹងហើយលោកក៏រត់ទៅវិញទៅរត់ទៅក្រាបទូលដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យមុនតែមួយគឺភិក្ខុអើយចូលអ្នកឯងរក្សាផ្លូវចិត្តឲ្យបានល្អទៅវិញទៅអប់រំផ្លូវចិត្តរក្សាផ្លូវចិត្តឲ្យបានល្អទៅគឺបានសុខហើយដូចជាភិក្ខុមួយអង្គលោករៀងចំណាស់ហើយទៅបួសកាលនៅពីបសក់មានប្រពន្ធពុទ្ធបរិស័ទស្រាប់បានទេទានស្រាប់បានអត់លើករឿងនឹងមួយកាលលោកនៅពីបសក់លោកមានប្រពន្ធដល់តែពេលទៅបួសទៅប្រពន្ធនោះគាត់អត់សក់ចេះតែរំអុកលបងអើយលបងគួចកាក៏មានស្រែក៏មានគោក៏មានពេក៏មានលបងអើយលបងបើលបងឯងមិនសឹកកណាយកប្តីមួយទៀតទេណាលោកតាចំនួនព្រះណាក្រន់ទៅលើអតីតប្រពន្ធយកប្តីនិយាយពីដើមទ្រូងលោកហាក់ដូចជាអីគេយកលំពេងមកបុកចំកដាលដើមទ្រូងលោកចឹងពុទ្ធបរិស័ទស្រាប់បានទេស្រាប់បានអត់ហើយបធុជនប្រសងមិនមែនជាព្រះអរិយបុគ្គលសមាធិសងលោកមិនតាន់អស់កិលេសណាលោភៈនៅមានលោភៈ8តោសៈ2មោហៈ2អកុសលចិត្តទាំង12ដួងហ្នឹងនៅមានយើងសិក្សាពីព្រះអភិធម្មលោកមិនតាន់អស់អាល័យណាទេកុំយកប្តីអីអញ្ចឹងចាំអាត្មាសឹកបានទៅថ្វាយអង្គមព្រះសូមព្រះអង្គសឹកថាព្រះអង្គអើយខ្ញុំព្រះអង្គនៅអត់បានទេសូមលាចាកសិក្ខាបទសូមសឹកទៅជាក្រហោះវិញហើយព្រះអង្គឃើញនិស័យភិក្ខុមួយអង្គហ្នឹងប្រមើលមើលថាភិក្ខុហ្នឹងពេលដែលបានស្ដាប់ធម៌របស់តថាគតនឹងមិនសឹកទេព្រះអង្គក៏លើកអតីតនិទានឲ្យស្ដាប់ថាមនាលភិក្ខុកាលពីជាតិមុនណាមាននារីម្នាក់ចិញ្ចឹមសត្វជ្រូកស្គាល់ជ្រូកទេទីអត់ស្គាល់ជ្រូកទេតែធ្លាប់ចិញ្ចឹមអត់លោកយាយលោកតាប៉ុន្តែឥឡូវលេងចិញ្ចឹមហ៎ពេលគេចិញ្ចឹមជ្រូកចិញ្ចឹមទុកដើម្បីឲ្យវាងាប់ស្រាប់ឬក៏ចិញ្ចឹមយកទៅឲ្យគេកាប់យកអង្គកាប់ណែទៅនៅគ្រូអីណាតែមិនឆ្លើយមើលចិញ្ចឹមឲ្យវាងាប់បដ ாய் ឬក៏អង្គចិញ្ចឹមយកទៅលក់មិនមែនចិញ្ចឹមឲ្យវាងាប់ណាមែនទេចាំមិនចិញ្ចឹមយកទៅលក់តទៅពេលយកទៅលក់ទៅគេកាប់ឬមិនកាប់ហ្នឹងហើយព្រះអង្គក៏ទ្រង់លើកថាភិក្ខុអើយកាលពីជាតិមុនអ្នកឯងកើតជាសត្វជ្រូកណាអ្នកឯងដឹងទេពីជាតិមុនអ្នកឯងជាសត្វជ្រូកប្រសងភិក្ខុមួយអង្គឯងដឹងទេហើយអតីតប្រពន្ធអ្នកឯងជាតិនេះប្រពន្ធភិក្ខុឯងជាតិកាលពីជាតិមុនហ្នឹងអ្នកចិញ្ចឹមជ្រូកហ្នឹងគឺមកជាប្រពន្ធអតីតប្រពន្ធបច្ចុប្បន្នហើយអតីតប្រពន្ធបច្ចុប្បន្នហ្នឹងកាលពីជាតិមុនធ្លាប់សម្លាប់អ្នកឯងតើអ្នកឯងចង់សឹកយកទៀតទេតើលោកពិចារណាអូអញគិតថាអាត្មាអញគិតថាសឹកទៅយកនាងពីជាតិមុននាងធ្លាប់ចិញ្ចឹមអញជាសត្វជ្រូកយកទៅឲ្យគេសម្លាប់លោកចង់សឹកទៀតទេមិនឆ្លើយមើលលោកយាយលោកតាអត់ចង់សឹកទេដោយសារលោកពិចារណាថាពីជាតិមុនប្រពន្ធខ្លួនធ្លាប់សម្លាប់ខ្លួនភិក្ខុមួយអង្គហ្នឹងពីជាតិមុនលោកជាសត្វជ្រូកណាលោកគ្រូប្អូនណែលោកអប់រំផ្លូវចិត្តហ្នឹងបានល្អអត់លាចាកសិក្ខាបទទេមើលលោកគ្រូប្អូនចាប់អារម្មណ៍រឿងហ្នឹងបន្តិចមើលខ្លីៗរឿងភិក្ខុដែលលោកចង់សឹកហើយ
តែអត់បានលាចាកសិក្ខាបទទេដោយបានស្ដាប់ធម៌ព្រះអង្គលើកអតីតនិទានឲ្យស្ដាប់សូមគោរពអញ្ជើញអនុមោទនា បាទនឹង11ចិត្តកន្លះអញ្ចឹងណែតកតងពីរឿងភិក្ខុមិញហ្នឹងមានន័យថាស្រឡាញ់នឹងរបស់ណាស្លាប់នឹងរបស់នោះណាស្រឡាញ់នឹងរបស់ណាជាប់ជំពាក់នឹងរបស់ណាក៏មានសេចក្តីទុក្ខព្រោះតែការហួងហែងរបស់នោះណាញាតិញោមមើលពាក្យជេរប្រមាថកូនយើងបកើតណាម្នាក់ជេរកូនរបស់យើងនេះដាក់ទឹកដូងឯនៅស្អកទៀតទឹកដូងកំពង់ស្វាយអ្នកភ្នំពេញផ្សារទឹកដូងនៅបាទគេជេរប្រមាថកូនរបស់គាត់ខឹងឬមិនខឹងខឹងពាក្យជេរដដែលនឹងទៅជេរកូនអ្នកផ្សេងជេរអូយជេរអើយជេរហើយយើងខឹងទេខឹងអត់ខឹងណ៎ចេះតែឆ្លើយអញ្ចឹងអត់ស្ដាប់ឃើញដែរត្រូវមាត់មួយឃើញហ៎ខឹងអីបើគេជេរកូនគេនោះគេជេរកូនយើងបានយើងខឹងដល់ជេរកូនអ្នកផ្សេងយើងខឹងទេអត់ទេព្រោះអីព្រោះយើងហួងហែងតែកូនរបស់អាត្មាអញឯនោះមិនមែនជាកូនរបស់អាត្មាអញក៏អត់មានការពិបាកចិត្តឈឺចាប់ដែរឃើញទេអញ្ចឹងគុណម្ចាស់លោកថានឹងជាអតីតប្រពន្ធរបស់អាត្មាអញលោកគិតថាជារបស់លោកជាប្រពន្ធលោកអញ្ចឹងហើយលឺសូតរោស្វាមីទៀតអញ្ចឹងមិនគិតថាម៉េចមកពីលោកគិតថាជាប្រពន្ធរបស់លោកហើយដល់នៅលឺថាពីមុនធ្លាប់ចិញ្ចឹមខ្លួនឯងជាសត្វជ្រូកហើយយកទៅលក់ឲ្យគេសម្លាប់ចាក់កស្លាប់អញ្ចឹងទៅនៅស្រឡាញ់ទៀតទេអត់ច្បាស់ហើយហ៎ច្បាស់ជាងអ្នកណែសាច់រឿងនឹងទៀតណាច្បាស់ចែតែហ្មងណាគឺថាក្នុងន័យហ្នឹងលោកមានសេចក្តីសង្វេគចឹងទៅនឹងមានសេចក្តីសង្វេគបានសម្រេចមគ្គផលជាចុងក្រោយមកព្រោះតែមានពធទេសនាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ដាស់តឿនមកអញ្ចឹងឃើញទេស្រឡាញ់នឹងរបស់ណាក៏ត្រូវបាត់បង់ជីវិតស្លាប់នឹងរបស់នោះយ៉ាងណានឹងសេចក្តីទុក្ខកើតចេញមកពីការហួងហែងណាញាតិញោមណាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងញាតិញោមថាតាមខ្ញុំពេមតោហីតោត3អ្នកមកសាលាឆាន់ពេមតោជាយតេសោកោពេមតោជាយតេភយ៉ាងទេវតេមិនទេវតេណាជាយតេភយ៉ាងមានន័យថាបុគ្គលមាននៅភ័យនិងមាននៅសេចក្តីសោកព្រោះធម៌មួយយ៉ាងគឺពេមៈពោលគឺសេចក្តីស្រឡាញ់ណាទៀតណាមាននៅភ័យមាននៅសេចក្តីសោកព្រោះតែសេចក្តីស្រឡាញ់បុគ្គលកាត់នៅសេចក្តីស្រឡាញ់នេះមួយបានសេចក្តីទុក្ខហើយនឹងសោកទាំងឡាយក៏អត់មានដែរភ័យនឹងមានមកអំពីទីណាបានសូមអនុមោទនាមិនមែនតែមួយនឹងទៀតព្រះអង្គសម្ដែងដល់តណ្ហាសម្ដែងដល់សេចក្តីត្រេកអរគឺរតេសម្ដែងអំពីកាមៈគេនេះ3មកទៀតដែល4បគាថាហ្នឹងព្រះអង្គប្រពនៅក្នុងរឿងមួយប៉ុន្តែរឿងហ្នឹងវាវែងតិចប៉ុន្តែខ្ញុំបានជាលើករឿងហ្នឹងមកទេគ្រាន់បញ្ជាក់ថាសេចក្តីភ័យតក់ស្លុតនិងសេចក្តីសោកទាំងឡាយលើលោកកើតចេញពីធម៌4យ៉ាងកើតពីការស្រឡាញ់ហួងហែងហ្នឹងកើតអំពីកាមកើតអំពីសេចក្តីត្រេកអរហើយនឹងកើតអំពីសេចក្តីជាប់ចម្ពាក់ប្រាថ្នាណាទេណានឹងប៉ុណ្ណឹងបើបុគ្គលអស់ធម៌4ហ្នឹងគឺអស់នៅសេចក្តីសោកដូចគ្នាផងដែរភ័យក៏មិនមានផងដែរសូមអនុមោទនាកណាសូមបុគ្គលជូនលោកគ្រូវិញប៉ុណ្ណេះសិនបាទសាធុសាធុសាធុណាពីរោះរឿងសាច់រឿងមានតែព្រះអនាគាទេដែលលោកអស់នៅកាមភពលោកគ្រូប្អូនកិលេសព្រះអនាគាព្រះអរិយបុគ្គលថ្នាក់ទី3ឡើងទៅគឺកាមភពលោកអត់មានទេភវោខៈអន្លង់គឺតថោខៈហ្នឹងគឺព្រះសោតាលោកកន្លងបងបាន
ព្រះអរិយបុគ្គលថ្នាក់ទី1ភវោខៈអន្លង់គឺភពព្រះសកតាលោកលែងវិលត្រឡប់មកកាន់ភពចំណែកអវិជោខៈអន្លង់គឺអវិជ្ជាហ្នឹងគឺព្រះអរហន្តលោកអាចឆ្លងនៅអវិជ្ជានឹងបានដោយបញ្ញាព្រះអរហន្តលោកឆ្លងតែព្រះសោតាសកតិអនាគាមិនទាន់ឆ្លងនៅអវិជោខៈអស់ទេមានតែព្រះអរហន្តដែលលោកឆ្លងព្រះអរិយបុគ្គលថ្នាក់ទី4ឥឡូវដល់សារពេលសល់ប្រមាណជា5នាទីលោកគ្រូប្អូនបច្ចៈចូលរួមរឿងនេះអានិសង្ឃផ្ទះបាយតិចទៅទៀតនោះនឹងអានិសង្ឃបន្ទប់ទឹកដោយសង្ខេបហើយបញ្ចប់នៅពធប៉ុណ្ណឹងចោពុទ្ធបរិស័ទទៀតណាសូមគោរពអញ្ជើញលោកគ្រូប្អូនថ្ងៃនេះបានជាធម្មទានយកទៅចាក់តាមរលកប៉ុស្តិ៍វិទ្យុដុងច័ន្ទនីពុទ្ធបរិស័ទស្ដាប់នៅភ្នំពេញវិទ្យុដុងច័ន្ទនី FM 98.30 ខេត្តកំពត FM 103.70 កំពង់សោម FM 98.30 កំពង់ឆ្នាំង FM 94.30 ខេត្តពោធិ៍សាត់ FM 98.30 បាត់ដំបង FM 98.30 សៀមរាប FM 9 គត់ខេត្តយើងខេត្តកំពង់ធំ9 គត់ហើយនឹង FM កំពង់ចាម 93.5 FM 98.30 ខេត្តកញ្ចេះ FM 98 ខេត្តស្វាយរៀងណាបានជាប្រយោជន៍ស្ដាប់ពធបានជាធម្មទានយកទៅចាក់តាមប៉ុស្តិ៍វិទ្យុសូមគោរពអញ្ជើញលោកគ្រូប្អូនអនុមោទនាសាធុពេលយើងមិនទាន់រៀបចំកសាងធ្វើផ្ទះបាយក្នុងទីនេះមិនមែនផ្ទះបាយយើងទេណាផ្ទះបាយប្រសង់ណាគេហៅថារោងចំអិនម្ហូបអាហារនោះពេលមិនទាន់ធ្វើរៀងរប៉ាត់រប៉ាយរញ៉េរញ៉ៃដល់ទៅពេលបានកសាងពីសំងរៀបចំទៅមើលទៅមានរបៀបចានដោយចានវែកដោយវែកឆ្នាំងដោយឆ្នាំងពេលមិនទាន់ធ្វើឆ្នាំងចានដល់រាវមកសន្ទុះបានឃើញវែកញោមហ្នឹងវានៅកោលើគ្នានៅនឹងរប៉ាត់រប៉ាយអញ្ចឹងអ្នកបានកសាងផ្ទះបាយថ្វាយប្រគេនដល់ព្រះសង្ឃកន្លែងចង្ហាន់ព្រះសង្ឃឆាន់នេះណាគឺថាជាតិណាទៅកើតមកមនុស្សមានរបៀបមានផ្ទះនៅគឺផ្ទះមានរបៀបរបបល្អហើយតាក់ទងនឹងបន្ទប់ទឹកនិយាយដល់បន្ទប់ទឹកនឹកដល់រឿងពេលយើងឈឺពោះម្ដងមុខយើងក៏ជូរតណើយើងក៏លឿនហើយមើលឲ្យហើមើលពេលយើងឈឺពោះយើងហើមើលអីខ្ញុំហើមើលអីថាហើមិនអូអញ្ចឹងហើមើលក្រែងមានមនុស្សទេបើខ្ញុំតែហើមើលបន្ទប់ទឹកវិញបាទអ្នកភ្នំពេញហើមើលអីក៏ណោះបាទដល់អត់មានបន្ទប់ទឹកអញ្ចឹងរៀងលំបាកណាស់ទាំងប្រសង់ទាំងកុហកញៀវអញ្ជើញមកវត្តដល់មានបន្ទប់ទឹកអញ្ចឹងវច្ចកតអញ្ចឹងណាគឺថាបានទាំងអនាម័យមិនមានរោគឲ្យបានទាំងសុខភាពល្អអ្នកកសាងបន្ទប់ទឹកជាតិណាមិនសូវឈឺច្រើនទេញាតិញោមណានឹងឲ្យមានរូបស្អាតទៀតផងមិនសូវមានរោគឲ្យបានរូបស្អាតទៀតផងហើយអ្នកកសាងវិហារចូលបនការកសាងវិហារជាតិណាមានផ្ទះល្អនៅឃើញទេហើយជាមនុស្សចេះច្បាប់ចេះទម្លាប់ព្រោះវិហារនេះជារោងឧបោសថាគាររបស់ព្រះសង្ឃអញ្ចឹងទៅគឺថាអ្នកកសាងនឹងបានអានិសង្ឃមកជាការសម្រេចរួមនៅសមិទ្ធផលព្រះវិន័យព្រះពុទ្ធសាសនាជាតិណាជាអ្នកចេះព្រះវិន័យណាញាតិញោមហើយមានទ្រព្យសម្បត្តិមមដែលហៅថាថាវរនិធិហ្នឹងគឺថាមិនបាត់បង់សាបសូន្យទៅកាន់ទីដតីទេពីព្រោះយើងបានកសាងនៅថាវរវត្ថុថ្វាយប្រគេនដល់ព្រះសង្ឃដោយទឹកចិត្តជ្រះថ្លាសូមអនុមោទនាបាទមកចប់ខ្លឹមសារពធមានប្រមាណប៉ុណ្ណេះជូនពរពុទ្ធបរិស័ទអញ្ជើញពីភ្នំពេញនិងពុទ្ធបរិស័ទទាំងអស់គ្នានៅទីនេះទទួលបាននៅពរប្រសាទាំងឡាយ5ប្រគេនពរប្របីដាសង្ឃព្រះសង្ឃលោកអាចារ្យគណៈកម្មការទាំងអស់ពរទាំងឡាយ5គឺថាអាយុវណ្ណៈសុខៈពលៈបដិភានអ្នកកំបីគ្លៀងឃ្លាតខ្លាយទៅជាបការៈដល់តៃឡាយសូមអនុមោទនាបាទ